បងប្អូនមានដឹងអត់រោគសញ្ញាទាំងអស់នេះគឺជាបញ្ហានៃជំងឺរលាកពោះវៀនបើសិនបើអ្នកមានអាការៈរំពោះឬក៏វាអ៊ូមកញឹកញាប់អ្នកគួរតែប្រយ័ត្នព្រោះវាជារោគសញ្ញាមួយបង្ហាញថាអ្នកអាចប្រឈមនឹងការកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃបើសិនបើមិនបានព្យាបាលរហូតដល់មានការរលាកកាន់តែខ្លាំងអាចនឹងនាំឲ្យកើតជាជំងឺមហារីកពោះវៀនធំជំងឺរលាកពោះវៀនរ៉ាំរ៉ៃអាចបែងចែកចេញជាពីរប្រភេទបាទទី1គឺជាជំងឺរលាកពោះវៀនធំដែលយើងហៅកាត់ថា UC រោគសញ្ញាកើតឡើងជាចម្បងនៅក្នុងពោះវៀនធំវាអាចនឹងរលាករហូតដល់វាក្លាយជាមុខរបួសហើយវាដាល់ទៅជាលីកាខាងលើអ្នកជំងឺច្រើនតែមានអាការៈវារ៉ាំរ៉ៃវាបាត់បត់ជើងមកមានទឹករំអិលចេញឈាមឈឺពោះនិងអាចមានជំងឺរលាកសន្លាក់ឬក៏ក្តៅខ្លួនជំងឺមួយប្រភេទទៀតដែលយើងហៅកាត់ថា CD តើតើនឹងជំងឺ CD នេះរោគសញ្ញាវាអាចកើតមានឡើងនៅផ្នែកណាមួយនៃប្រព័ន្ធរំលាយអាហារតែកើតឡើងនៅប្រព័ន្ធរំលាយអាហារណាមួយក៏បានណាបងប្អូនតាំងពីមាត់បំពង់អាហារក្រពះពោះវៀនតូចពោះវៀនធំហើយនិងបាតបាទហើយតើតើនឹងអ្នកជំងឺយើងអាចមានរោគសញ្ញាផ្សេងគ្នាដូចជាអ្នកខ្លះឈឺពោះអ្នកខ្លះគឺវាហើយបត់ជើងលាយទឹករំអិលឬក៏ឈាមស្រស់ហើយអ្នកខ្លះទៀតក្តៅខ្លួនអ្នកខ្លះទៀតសក់ទម្ងន់ស្លេកស្លាំងឬក៏ឈាមរាវបងប្អូនអញ្ចឹងទាំងអស់ហ្នឹងគឺជារោគសញ្ញានៃបញ្ហាជំងឺមួយហ្នឹង